ក្នុងម៉ាស៊ីនហូបលុយយើងក៏អាចភ្ជាប់នៅម៉ាស៊ីន print ដែលអាចចេញនៅវិក័យប័ត្រទិន្នន័យជូនបងដើម្បីផ្ទៀងផ្ទាត់បានផងដែរហើយអ្វីដែលកាន់តែពិសេសមួយទៀតយើងអាច save លេខកូដលុយនេះបានទុកជាភស្តុតាងទៀតណាបងអញ្ចឹងបងដែលគាត់មានតម្រូវការចង់ print ជាលេខកូដលុយដើម្បីផ្ទៀងផ្ទាត់គាត់ក៏អាចប្រើមុខងារនៅលើម៉ាស៊ីនយើងបានផងដែរចាអញ្ចឹងกระดาษ100ហ្នឹងយើង save លេខកូដលុយនេះទៅដើម្បីភ្ជាប់ហើយបើសិនជាបងចង់ print មួយស្លឹកទៀតដើម្បីទុកជាភស្តុតាងការពារថាបងដូរលុយទៅអតិជនរបស់បងគឺបងខ្លាចថាពេលដែលអតិជនបងថាលុយហ្នឹងគឺអត់ប្រក្រតីឬក៏លុយคล้ายអញ្ចឹងទៅបងមានភស្តុតាងដើម្បីផ្ទៀងផ្ទាត់ដោយសារវាមានថ្ងៃខែម៉ោងបញ្ជាក់ត្រឹមត្រូវតែម្ដងហើយលេខកូដលុយនៅលើហ្នឹងតែម្ដងអញ្ចឹងវាងាយស្រួលបិទបញ្ជីសម្រាប់បងធ្វើការប្រកបអាជីវកម្មរាល់ថ្ងៃគឺអត់ឲ្យបងមានការភ័ន្តច្រឡំផ្សេងទេហើយចំពោះម៉ាស៊ីនរាប់លុយយើងផងដែរក៏មានមុខងារជាច្រើនទៀតសម្រាប់បំពេញនៅដំណើរការរាប់ប្រចាំថ្ងៃផងដែរហើយយើងអាចរាប់លុយអូតូតែម្ដងឧទាហរណ៍ថាបាញ់មិញខ្ញុំរាប់លុយដុល្លារអញ្ចឹងខ្ញុំដាក់លុយដុងទៅវិញម្ដងអញ្ចឹងវារាប់អូតូទៅលុយដុងពេលដែលខ្ញុំដាក់លុយខ្មែរវាក៏រាប់អូតូទៅលុយខ្មែរចានេះលុយខ្មែរយើងហើយលុយដុល្លារវាក៏អូតូទៅជាលុយដុល្លារចាហើយយើងមានការរាប់លុយបានច្រើនប្រភេទប្រទេសតែម្ដងដូចជាការរាប់លុយចិនក៏បានដូចគ្នាដែរនេះគឺជាប្រភេទกระดาษប្រាក់លុយចិនចានេះយើងដាក់បាច់20ស្លឹកយើងចង់ខ្ទាស់អីក៏យើងអាចដាក់បានដូចគ្នាដែរចាចឹងបងវាពិតជាងាយស្រួលមែនតើសម្រាប់រាប់លុយរាប់ smooth អត់តាក់អត់ស្អិតហើយរាប់បានច្រើនប្រភេទប្រទេសនៅលើម៉ាស៊ីនរាប់លុយខាងយើងផងដែរមានដូចជាលុយខ្មែរលុយដុល្លារលុយបាតលុយអឺរ៉ូលុយចិនលុយវៀតណាមសិង្ហបុរីជប៉ុនហុងកុងអូស្ត្រាលីមីយ៉ាន់ម៉ាម៉ាឡេចាបានច្រើននិយាយទៅបងចង់បានប្រភេទលុយអ្វីបងអាចប្រាប់មកខាងខ្ញុំបានខ្ញុំអាប់ដេតជូនបងបានទៀតចានិយាយទៅវាពិតជាងាយស្រួលមែនតើណាសម្រាប់បងចូលមកដល់ model មួយនេះខ្ញុំធ្វើការរាប់ឲ្យបងមើលដែរយើងរាប់លុយចិនដូចគ្នាយើងរាប់បានច្រើនប្រភេទប្រទេសបានដូចគ្នាចាមានច្រើនចាមានលុយឡាវលុយច្រើនទៀតអញ្ចឹងបងមានតម្រូវការបងប្រាប់មកណាយើងអាចអាប់ដេតជូនបងបានគ្រប់តម្រូវការបង